បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងដៃខ្ញុំនេះគឺជាសភៅមួយក្បាលដែលមានចំណងធ្វើជើងថា The Morning Call Morning ដែលបកជាភាសាខ្មែរថាពេលព្រឹកដ៏អស្ចារ្យបាទអញ្ចឹងនិពន្ធដោយលោក Hal Elrod អញ្ចឹងយើងត្រូវអានសភៅដើម្បីបង្កើននូវសមត្ថភាពរបស់យើងដើម្បីក្នុងការដោះស្រាយបញ្ហាដែលយើងជួបប្រទះសពថ្ងៃហ្នឹងហើយបើយើងមិនចំណាយពេលអានសភៅដើម្បីអភិវឌ្ឍសមត្ថភាពយើងទេគឺមានន័យថាយើងទុកពេលនោះសម្រាប់ការឈឺចាប់និងទុកព្រួយនៅពេលដែលយើងជួបបញ្ហាដែលធំជាសមត្ថភាពរបស់យើងនឹងតកំណត់យើងដោះចេញយើងនឹងមានសក្តីឈឺចាប់ការទុកព្រួយព្រោះតែតកំណត់ដោះវាមិនចេញទេនឹងឯងចឹងយើងត្រូវប្រវត្តិសមត្ថភាពរបស់យើងតាមរយៈការការស្ដាប់ការមើលបាទយើងត្រូវអភិវឌ្ឍសមត្ថភាពរបស់យើងតាមវិធីដែលក៏ដោយដើម្បីឲ្យសមត្ថភាពរបស់យើងវាខ្លាំងជាងធំជាងបញ្ហាគឺយើងអាចដោះស្រាយបានអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៃការគឺយើងដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនឯងបាទអញ្ចឹងមិនប្រកាសថាទេយើងអាចស្ដាប់អាចមើលវីដេអូគេដែលគេចែកចម្លែកតាម social media ស្បែកឡើងមានច្រើនបាទតើចឹងចំណេះដឹងការលើកទឹកចិត្តសមត្ថភាពសុខភាពអីនឹងជាដើមបាទចឹងវីដេអូនឹងគឺចង់និយាយថាបើយើងមិនបង្កើនសមត្ថភាពរបស់ខ្លួនឯងទេមានន័យថាយើងទុកពេលវេលានោះសម្រាប់រងនឹងការភាពឈឺចាប់និងទុកព្រួយនឹងឯងជាងដូចជាការយើងហាត់ប្រាណបើយើងមិនចំណាយពេលហាត់ប្រាណមានន័យថាយើងទុកពេលវេលាទាំងអស់នោះសម្រាប់ដេកឈឺនៅថ្ងៃណាមួយអញ្ចឹងដែរបាទអញ្ចឹងវីដេអូនោះក៏មានតែប៉ុណ្្នឹងដែរបាទអរគុណជម្រាបលា